សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងធ្វើការចែករំលែកនៅចំណេះដឹងភាសាចិនកម្រិតដំបូងគឺយើងសិក្សាទៅលើ Pinyin ក្នុងនោះយើងបែងចែកជាពីរគឺ Shengmu ហើយនិង Yunmu Shengmu គឺជាភ្ជញ្ជាអ្នកហើយ Yunmu គឺជាស្រៈតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមតាមដានទាំងអស់គ្នាយើងចូលដល់ Shengmu តោះអញ្ចឹងខ្ញុំអានឲ្យបងប្អូនទាំងអស់គ្នាហើយទាំងអស់គ្នាកុំភ្លេចអានជាមួយខ្ញុំ波波坡坡摸摸佛的特呢了个呵鸡七居吃日四五តោះអញ្ចឹងបងប្អូនជំរាបជាឲ្យហើយឬនៅ学会了吗